យើងណាខ្លះដែលនឹក Mason Greenwood ហើយចង់ឃើញ Greenwood ទៅលេងឲ្យក្រុមជម្រើសជាតិឥឡូវហ្នឹងគឺយើងចិត្តនឹងឃើញ Greenwood ត្រឡប់មកលេងឲ្យជម្រើសជាតិវិញហើយតែលើកនេះគឺគាត់មិនបានលេងឲ្យអង់គ្លេសទេគឺគាត់អាចនឹងទៅលេងឲ្យក្រុមជម្រើសជាតិចាម៉ៃកាដោយថ្មីនេះ Greenwood ក៏បានស្នើសុំទៅ FIFA ផងដែរដើម្បីផ្លាស់ប្ដូរការលេងឲ្យជម្រើសជាតិណាបើសិនជា FIFA approve Greenwood អាចនឹងទៅលេងឲ្យក្រុមជម្រើសជាតិចាម៉ៃកាហើយនៅ World Cup 2026យើងអាចនឹងឃើញ Greenwood លេងនៅវគ្គជម្រុះ World Cup គ្រូបង្វឹករបស់ជម្រើសជាតិចាម៉ៃកានឹងឯលោក Steve McClaren គាត់តែងតែនិយាយថាជម្រើសជាតិចាម៉ៃកាគឺបើកផ្លូវទទួលគាត់ជានិច្ចបើសិនជាគាត់ចង់មកលេងឲ្យចាម៉ៃកាគាត់តែងតែនិយាយដដែលដើម្បីឲ្យ Greenwood នឹងគឺមានអារម្មណ៍ល្អណាហើយឥឡូវហ្នឹងគឺពិតមែនហើយអ្នកទាំងអស់គ្នា Greenwood បានសម្រេចចិត្តស្នើសុំទៅលេងឲ្យជម្រើសជាតិចាម៉ៃកាហើយនិយាយទៅគឺលោក Steve McClaren ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិចាម៉ៃកាហ្នឹងគឺគាត់តែងតែព្យាយាមរក្សាទំនាក់ទំនងល្អមែនទែនជាមួយនឹង Greenwood គាត់តែងតែសួរសុខទុក្ខ Greenwood អីចឹងទៅអញ្ចឹងបើគាត់អត់បានលេងជម្រើសជាតិគឺពិតជាគួរឲ្យស្ដាយមែនទែននៅ League អង់របស់បារាំងគឺ Greenwood ជា top scorer លំដាប់លេខ2នៅពីក្រោយ Ousmane Dembélé តែ3គ្រាប់ប៉ុណ្ណោះនឹងហើយ Greenwood 15គ្រាប់ Ousmane Dembélé 18គ្រាប់